បាទជំរាបសួរបងប្អូនប្រកាសជាបានសាកល្បងនឹងប្រើប្រាស់រួចមកហើយនៅក្នុង system របស់ IQI Atlas នៅក្នុង system IQI Atlas ពិតជាងាយស្រួលគឺជាប្រព័ន្ធគ្រប់គ្រងអចលនវត្ថុមួយប្រកបដោយភាពឆ្លាតវៃ IQI Atlas ក៏បង្កើតភាពងាយស្រួលមួយទៀតដែលបងប្អូនទាំងគ្នាអាចប្រើប្រាស់ក្នុង Telegram ផងដែរបាទយើងហៅថា IQI Telegram bot បាទចង់នឹងថា Telegram bot នៅក្នុង IQI Atlas នឹងយើងប្រើប្រាស់ដោយរបៀបណានោះយើង complete តាមដានលើតាមវីដេអូខាងក្រោមដូចនេះថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញពី feature នៅក្នុង Telegram bot របស់យើងថាតើ Telegram bot ហ្នឹងជួយអីបានខ្លះនៅក្នុងការងាររបស់យើងដែលទាញពី system របស់យើងហ្នឹងចូលទៅកាន់ Telegram ចូលទៅកាន់ search bar ហើយ search ពាក្យថា IQI bot លើ IQI bot start អូខេអញ្ចឹងនៅពេលដែលយើងចុច start គឺ Telegram bot ទាមទារលេខទូរស័ព្ទឬក៏ contact របស់យើងអញ្ចឹងខ្ញុំ share contact របស់ខ្ញុំមកទៅងាយស្រួលអូខេនៅក្នុងនេះគឺជា feature ដែល Telegram bot អាចជួយយើងបាននៅខាងក្រោមនេះគឺជា main feature ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃចង់ដឹងថាអាចចូលទៅចុះឈ្មោះនៅក្នុង Atlas ហ្នឹងបានដោយរបៀបណាអញ្ចឹងយើងចូលទៅក្នុងប៊ូតុងមួយហ្នឹងអូខេអញ្ចឹង Telegram bot provide ឲ្យខ្ញុំទី1គឺ step នៅក្នុងការចូលទៅចុះឈ្មោះហ្នឹងអញ្ចឹងបងអាចមើលនៅក្នុងហ្នឹងបានហើយអាច follow នៅ step មួយហ្នឹងដើម្បីចូលទៅកាន់ការចុះឈ្មោះគឺយើងមានជាវីដេអូ YouTube ដែលយើងអាចចូលទៅមើលក្នុងបានបងអាច click លើ link ហ្នឹងមក Telegram bot របស់យើងវិញខ្ញុំចង់ដឹងថាតើអ្នកណាគេជា team leader របស់ខ្ញុំខ្ញុំចុចទៅកន្លែង who's my leader អញ្ចឹងនៅក្នុងនេះគឺគាត់ provide ឲ្យយើងនៅលេខទូរស័ព្ទដើម្បីដឹងថាយើងអាច call ឬក៏ contact ថាតើអ្នកណាគេជា team leader របស់យើងហើយបន្តមកទៀតខ្ញុំចង់ដឹងថាប្រការបង្កើត landing page យើងបង្កើតដោយរបៀបណាអញ្ចឹងខ្ញុំចូលទៅក្នុងនេះអូខេអញ្ចឹងTelegram bot ប្រាប់ខ្ញុំថានៅក្នុង project នីមួយៗគឺមាននៅ landing page មួយដែលយើងអាចប្រើប្រាស់បានទៅក្នុងដែលយើងអាច active ទៅក្នុង social media របស់យើងបានអញ្ចឹងនៅពេលដែលយើងបង្កើតនៅ project មួយអញ្ចឹងយើងតែងតែទទួលបាននៅ landing page ដើម្បីយកទៅ present ឬក៏បង្ហាញនៅ client របស់យើងបានហើយបន្តមកទៀតខ្ញុំចង់ដឹងថានៅក្នុងការ subscribe ជួយអញ្ចឹងនៅពេលដែលយើង post listing នៅពេលដែលយើងចង់ update ទៅកាន់ ជួយ.com ឬក៏ ជួយ.asia ថាយើងគួរតែ subscribe នៅ website ហ្នឹងដោយរបៀបណាដើម្បីយើងបាន post listing អញ្ចឹងខ្ញុំចុចទៅក្នុងហ្នឹងអូខេអញ្ចឹងនេះគឺជាព័ត៌មានដែលយើងត្រូវការគឺយើងមាន website ជួយ.com ហើយនិង ជួយ.asia ហើយចំណុចទី1គឺយើងត្រូវការចូលទៅ log in ទៅក្នុង Atlas ហើយបន្តមកទៀតយើងចូលទៅកាន់ link មួយនេះគឺ ជួយ.com sign in អូខេអញ្ចឹងយើងអាចចុះឈ្មោះដូចជា first name last name phone number ហើយបន្តមកទៀតយើង sign up អញ្ចឹងបងអាចបំពេញនៅ form នឹងបានបន្តមកចំណុចទី3គឺយើងត្រូវ submit form ដែលយើងបានបំពេញមិញហ្នឹងដើម្បីរងចាំឲ្យ account របស់យើង active ហើយនៅពេលដែល account របស់យើង active យើងចូលទៅ log in ចូលទៅក្នុង Atlas ហើយយើង post នៅ listing អញ្ចឹងយើងអាច public listing របស់យើងបានចូលទៅក្នុងជួយ.asia និងជួយ.com បាន